សល់តែ2ថ្ងៃទៀតទេបងប្រឡងឌីប្លូមឆ្នាំ2021ហើយណាបងប្អូនអរគ្នានេះគឺជាវិញ្ញាសាសម្រាប់ត្រៀមឌីប្លូមឆ្នាំ2026ដែលបងប្អូនអរគ្នាតន្ទឹងរង់ចាំយូរហើយបងប្អូនអរគ្នាឃើញវីដេអូនេះហើយកុំភ្លេចជួយ Subscribe Channel YouTube របស់លោកគ្រូម្នាក់មួយផងណាបងប្អូនអរគ្នាឥឡូវយើងមើលទាំងអស់គ្នាបងប្អូនណាបាទចូលគូសញ្ញាភិកក្នុងប្រអប់ចំពោះចម្លើយដែលត្រឹមត្រូវទី1បងប្អូនអរគ្នាតើគេអាចវាស់ pH តាមវិធីប៉ុន្មានយ៉ាងបងប្អូនអរគ្នាអាចដឹងថាតាមវិធីប៉ុន្មានយ៉ាងទេបាទអញ្ចឹងគឺមាន2យ៉ាងណាបងប្អូនគឺមាន2យ៉ាងគឺយើងអាចវាស់ pH តាមរយៈ pH ម៉ែត្រនិងមួយទៀតប្រើក្រដាស pH បាទក្រដាស pH អញ្ចឹងទាំងអស់មាន2យ៉ាងបងប្អូនណាបាទទាំងអស់មាន2យ៉ាងយើងគូសផ្គងនៅកន្លែង2យ៉ាងណាបងប្អូនណាបាទសំណួរទី2ណាបងប្អូនណាបាទសំណួរទី2តើសមាសធាតុណាមួយជាអំបិលបងប្អូនគ្នាត្រូវដឹងពីនិយមន័យអំបិលអំបិលគឺជាសមាសធាតុទាំងឡាយណាដែលផ្សំឡើងពីលោហៈជាមួយនឹងរ៉ាឌីកាល់អាស៊ីតបងប្អូនគ្នាតើបងប្អូនទាំងគ្នាគិតថាចម្លើយមួយណាដែលត្រឹមត្រូវកបាទសង្កសីក្លរ៉ូបងប្អូនណាបាទសង្កសីក្លរ៉ូខអាស៊ីតក្លរីត្រិកកសូយ៉ូមអ៊ីដ្រូស៊ីតអញ្ចឹងបងប្អូនគ្នាអាចគិតថាមួយណាជាចម្លើយត្រឹមត្រូវបាទចម្លើយត្រឹមត្រូវគឺជាចម្លើយកដោយសារតែសង្កសីជាលោហៈផ្សំជាមួយនឹងរ៉ាឌីកាល់អាស៊ីតដែលគឺបាទផ្សំជាមួយក្លរ៉ូដែលជារ៉ាឌីកាល់អាស៊ីតអញ្ចឹងលោហៈផ្សំជាមួយរ៉ាឌីកាល់អាស៊ីតគឺជាអំបិលបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយកសង្កសីក្លរ៉ូបាទចំណុចទី3តើគេប្រើសារធាតុណាមួយដើម្បីបន្សាបជាតិអាស៊ីតនៅក្នុងដីបងប្អូនអរគ្នាដឹងទេនេះបន្សាបគឺយើងនឹកឃើញដល់ប្រតិកម្មបន្សាបឯងបងប្អូនណាប្រតិកម្មបន្សាបអាស៊ីតបូកបាសឲ្យផលជាអំបិលនឹងទឹកណាបងប្អូនណាអាស៊ីតបូកបាសឲ្យផលជាអំបិលនឹងទឹកបាទប្រកាសជាបាសឲ្យបងប្អូនណាបាទប្រកាសជាបាសឲ្យបាសគឺជាចម្លើយដែលត្រឹមត្រូវបាទតោះឥឡូវយើងមើលផ្គូផ្គងទាំងអស់គ្នាណាបងប្អូនណាកុំភ្លេចជួយ Subscribe Channel YouTube របស់លោកគ្រូម្នាក់មួយផងបងប្អូនអរគ្នាបាទតោះផ្គូផ្គងបងប្អូនណាបាទផ្គូផ្គងពី A ទៅ B បាទផ្គូផ្គងពី A ទៅ B ទី1អាស៊ីតទី2អំបិលទី3បាសទី4អុកស៊ីតបាទយើងមើលកន្លែងកឡន B កសូយ៉ូមកាបូណាតខអាស៊ីតស៊ូបូរិកកបារីយ៉ូមអ៊ីដ្រូស៊ីតនិងខសូយ៉ូមអុកស៊ីតបងប្អូនបាទបងប្អូនទាំងអស់គ្នាគិតថាចម្លើយទី1បាទទី1យើងគូផ្គងទៅចំណុចណាដែរអាស៊ីតណាបងប្អូនណាបាទអាស៊ីតវាផ្សំឡើងដល់ពីអាតូមអ៊ីដ្រូសែនណាអាស៊ីតមានអាតូមអ៊ីដ្រូសែននៅពីខាងមុខយើងមើលថាចំណុចកខកខមានអាតូមអ៊ីដ្រូសែននៅពីខាងមុខមួយណាណែបងប្អូនអរគ្នាគឺចំណុចខណាបងប្អូនណាបាទអញ្ចឹងយើងគូផ្គងពី1ទៅចំណុចបាទចំណុចខណាបងប្អូនណាបាទចំណុចខទី2អំបិលតើបងប្អូនអរគ្នាគិតថាអំបិលមួយណាដែរបាទនេះបងប្អូនសូយ៉ូមជាលោហៈផ្សំជាមួយរ៉ាឌីកាល់អាស៊ីតអានេះចំណុចកប្រកាសជាអំបិលហើយបងប្អូនណាបាទចំណុចកប្រកាសជាអំបិលហើយណាបាទអញ្ចឹងចម្លើយទី2យើងគូផ្គងទៅចំណុចកជាចម្លើយដែលត្រឹមត្រូវមកទី3បងប្អូនបាសគឺផ្សំឡើងមានរ៉ាឌីកាល់អ៊ីដ្រូស៊ីតនេះរ៉ាឌីកាល់អ៊ីដ្រូស៊ីតណាបងប្អូនណាចំណុចកបាទអញ្ចឹងយើងទី3យើងគូផ្គងទៅចំណុចកបាទទី4អុកស៊ីតតោះអុកស៊ីតមួយណាបងប្អូនណាអុកស៊ីតមួយណាបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវអុកស៊ីតណាអុកស៊ីតគឺចម្លើយខនឹងឯងបងប្អូនណាបាទគឺចម្លើយខនឹងឯងបាទសូមរងចាំតាមដានទស្សនាភាគទី2បងប្អូនណាបាទភាគទី2លោកគ្រូនឹងធ្វើសំណួរត្រេះរិះហើយនឹងលំហាត់អនុវត្តរងចាំតាមដានទាំងអស់គ្នាណាបងប្អូនអរគ្នាបាទអរគុណច្រើន